រឿងខ្ញុំចង់ខ្លាចជាមនុស្សអាក្រក់ភាគទី8ដល់ភាគទី9តែឥឡូវយើងមកបន្តសាច់រឿងរបស់យើងទាំងអស់គ្នាដល់ភាគនេះគេបាននិយាយថាវ៉ាងអ៊ីដែលជាមនុស្សអាក្រក់នឹងគាត់បានរៀនពីកំហុសរបស់គាត់កាលពីអតីតកាលដូច្នេះហើយគាត់នឹងធ្វើជាមនុស្សគ្មានមេត្តាដែលខ្លាចជាមនុស្សអាក្រក់ដល់កំណាចបំផុតអេដមីនធ្លាប់តែឮគេរៀនកំហុសពីអតីតកាលហើយខ្លាចជាមនុស្សល្អតែនេះរៀនកំហុសពីអតីតកាលហើយខ្លាចជាមនុស្សកំណាចនៅពេលដែលខ្ញុំពាក់វ៉ែនតាខ្ញុំនឹងមិនធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកណាគេទាំងអស់មកដល់ឈុតនេះគឺថាវ៉ាងអ៊ីរបស់យើងបានយកជើងទាត់ស៊ីស៊ីដោយស្រែកថាហាត់បានជាស៊ីស៊ីនឹងអត់ស្រែកចឹងអូមុខរបស់អញឡើងក្រហមតែអញចូលចិត្តវាទៅនៅពេលដែលយើងផ្ទះឯងហើយក៏បានរុញស៊ីស៊ីទម្លាក់ចុះក្រោមតែនិយាយថាទៅឋាននរកទៅហើយវ៉ាងអ៊ីរបស់យើងក៏បានសម័យត្រឡប់ថយក្រោយយើងឃើញថាវ៉ាងអ៊ីរបស់យើងគាត់បានដាំសួននៅកន្លែងខាងក្រោមនឹងហើយស្រេចដាំឡើងក្រាស់តែម្ដងហើយសារតែខ្ញុំត្រូវរុញគាត់ធ្លាក់ពីកន្លែងខ្ពស់បែបនេះដូច្នេះខ្ញុំត្រូវតែដាំវាឲ្យក្រាស់បន្ថែមទៀតហើយប្រព័ន្ធឆ្មារបស់យើងក៏បាននិយាយថាម្ចាស់ផ្ទះកំពុងធ្វើការយ៉ាងលំបាកក្នុងទិសដៅខុសហ្នឹងគឺជាការលួចជួយស៊ីស៊ីឯទិសដៅត្រឹមត្រូវគឺជាការធ្វើបាបស៊ីស៊ីហើយបន្ទាប់មកនៅពេលដែលវ៉ាងអ៊ីរបស់យើងបានរុញស៊ីស៊ីធ្លាក់មកដល់ក្រោមនេះគឺថាស៊ីស៊ីរបស់យើងក៏បានទៅនៅលើសួនវ៉ាងអ៊ីរបស់យើងបានមើលទៅក្រោមដោយនិយាយទៅកាន់ស៊ីស៊ីថាតើឯងនឹងលំបាកដែរឬទេហើយស៊ីស៊ីរបស់យើងគឺថាគាត់បានភាំងមកផ្លែតហើយគាត់បាននិយាយថាបងប្រុសឈឺខ្លាំងណាស់ហើយអ្វីបានជាបងតែងតែធ្វើបាបខ្ញុំបើសិនជាខ្ញុំបានធ្វើអ្វីខុសសូមបងគាត់តែប្រាប់ខ្ញុំមកហើយស៊ីស៊ីរបស់យើងក៏បាននិយាយទាំងទឹកមុខគួរអាណិតទៀតថាខ្ញុំនឹងកែប្រែកំហុសរបស់ខ្ញុំហើយវ៉ាងអ៊ីរបស់យើងក៏បាននិយាយថាឆើអញចង់កែប្រែកំហុសរបស់អញបាទហឹសប៉ុន្តែអញមិនដែលធ្វើអ្វីខុសឡើយនៅពេលដែលឮអញ្ចឹងស៊ីស៊ីរបស់យើងក៏រៀងឆ្ងល់ដែរហើយក៏បានសួរថាពិតមែនត្រូវហើយនោះក៏ព្រោះតែអត្តភាពរបស់ឯងជាកំហុសរបស់ឯងហើយនេះវ៉ាងអ៊ីចង់បានន័យថាដោយសារតែវត្តមានរបស់ CC នេះហើយគឺជាកំហុសរបស់ CC នៅពេលដែលនិយាយចប់គឺថាវ៉ាងអ៊ីរបស់យើងមករត់ចូលបន្ទប់ខ្លួនឯងចាក់ក្បាច់លងលើយទៀតគេថាបេសកកម្មរបស់គេគឺជោគជ័យហើយវ៉ាន់ឆ្មារបស់យើងក៏បានលោតថាសូមអរសាទរចំពោះការបំពេញបេសកកម្មបានជោគជ័យនៃការបដិសេធអត្តភាពរបស់តួឯកប្រុសម្ចាស់ផ្ទះយើងចិត្តខិតទៅចិត្តចំណុចសំខាន់បន្ទាប់នៃខ្សែរឿងហើយអ៊ីរបស់យើងក៏បាននិយាយថាខ្លួននឹងមិនចង់និយាយច្រើនអំពីរឿងនេះទេប៉ុន្តែខ្លួនត្រូវតែនិយាយថាថ្មីនេះខ្លួនធ្វើការបានល្អខ្លាំងមែនទែនយ៉ាសរសើរខ្លួនឯងមួយហាត្រូវហើយនៅក្នុងប្រឡំលោកបន្ទាប់ពីម្ចាស់ផ្ទះនិយាយប្រយោគនោះហើយគឺស៊ីនស៊ីអានក៏បានបាត់បង់ទំនុកចិត្តទាំងស្រុងលើគ្រួសាររបស់គាត់ហើយគាត់បានប្រែក្លាយទៅជាអាប់អួរនិងហិង្សាវ៉ាវវាពិតជាអស្ចារ្យខ្លាំងណាស់មិនមានពេលវេលាល្អបែបនេះទេតោះទៅមើលស៊ីនស៊ីអានហើយទាញយកផលប្រយោជន៍ពីវាហើយបើយើងមកសាច់តែមានល្បិចថាតោះជួយតួឯកស្រីដើម្បីបង្កើនភាពអនុគ្រោះរបស់នាងសួស្តីស៊ីនស៊ីអានខ្ញុំនៅទីនេះដើម្បីលេងជាមួយអ្នកម្ដងទៀតខ្ញុំបាននាំយកប្រដាប់បន្លាក្មេងលេងជាច្រើនតែពួកយើងលេងអំពីគ្រួសារយ៉ាងម៉េចដែរឃើញអញ្ចឹងស៊ីស៊ីបើយើងក៏បានគិតក្នុងចិត្តថាគាត់បានរញខ្ញុំចុះពីលើដំបូលភ្លាមប៉ុន្តែភ្លាមគាត់បានមកលេងជាមួយខ្ញុំតែគាត់ចង់បានអ្វីហើយមើលហ្គេមដែលវ៉ាងអ៊ីរបស់យើងលេងគឺឲ្យស៊ីស៊ីរបស់យើងធ្វើជាប៉ាហើយខ្លួនអញធ្វើជាម៉ាក់ហើយតុក្កតាដែលកាន់ដៃនឹងប្រហែលជាកូនហើយស៊ីស៊ីរបស់យើងក៏បានបន្តគិតក្នុងចិត្តទៀតថាអ្វីក៏ដោយខ្ញុំអាចឃើញការគិតរបស់គាត់តើខ្ញុំជាឪពុកហើយវ៉ាងអ៊ីរបស់យើងក៏បានទៅអោបស៊ីស៊ីដល់និយាយថាប្តីសម្លាញ់ស្វាគមន៍ការត្រឡប់មកផ្ទះបងចង់ញ៉ាំអាហារជាដំបូងឬក៏បងចង់ងូតទឹកហើយវ៉ាងអ៊ីរបស់យើងក៏បានគិតក្នុងចិត្តថាការលេងជាគ្រួសារបែបនេះគឺពិតជាសប្បាយខ្លាំងណាស់មានមើលទៅមានអារម្មណ៍ថាវ៉ាងអ៊ីនឹងដូច3កូនងាមិនយីហេទីបំផុតខ្ញុំអញងូតទឹកឲ្យគាត់ដូចក្តីស្រឡាញ់ហើយបើថាមើលស៊ីស៊ីរបស់យើងនឹងគិតដល់ណាដល់ណីឯងគេគិតថាលេងបែបគ្រួសារក្តីស្រឡាញ់ពួកយើងនឹងដូចជាម៉ាក់របស់ខ្ញុំនិងបុរសម្នាក់នោះហើយស៊ីស៊ីរបស់យើងក៏បន្តទៅថាវាគួរឲ្យសោកខ្ពើមវាពិតជាគួរឲ្យខ្ពើមខ្លាំងណាស់ប៉ុន្តែគាត់ហាក់ដូចជាចូលចិត្តហើយវ៉ាងអ៊ីរបស់យើងក៏បាននិយាយថាប្តីសម្លាញ់តើបងបានគិតអំពីវានៅក្នុងចិត្តរបស់បងទេសិនបើមិនចង់បានពួកគេទេបន្ទាប់មកពួកយើងអាចលេងអ្វីផ្សេងជំនួសវិញពេលយើងមើលស៊ីស៊ីវិញមិនដឹងថាគិតអីក្នុងចិត្តពងមើលមាត់កូនគេមិនចឹងហើយស៊ីស៊ីរបស់យើងក៏បាននិយាយថាតោះពួកយើងថាប់គ្នាជាដំបូងនេះក៏អោនទៅថាផ្ទាល់គេអញ្ចឹងណាហើយនៅពេលដែលស៊ីស៊ីរបស់យើងបានថាវ៉ាងអ៊ីហើយគឺថាវ៉ាងអ៊ីរបស់យើងមានជាការភាំងខ្លាំងដែរអញ្ចឹងណាគេឆ្ងល់មិនទៅអញ្ចឹងក៏បានរត់ទៅទ្របនឹងមកទ្វារថាឯងតើឯងថើបខ្ញុំហើយបើមើលស៊ីស៊ីរបស់យើងវិញគឺថាពេញចិត្តខ្លាំងមែនតើហ្មងហើយវ៉ាងអ៊ីរបស់យើងក៏បាននិយាយថាព្រះជាម្ចាស់តើក្មេងប្រុសម្នាក់នេះកំពុងតែចាប់អារម្មណ៍នឹងតួឯកស្រីមែនទេឬគាត់ពិតជាបកាយញ៉ៃមែនតែខ្ញុំទៅតែស្ងាត់ចុះវានៅតែឆាប់ពេកសម្រាប់ពួកគេក្នុងការមានស្នេហាកន្លែងបលីចាប់វ៉ាងអ៊ីនឹងបានន័យថាវ៉ាងអ៊ីនឹងកំពុងតែបង្កើតចំណងស្នេហាឲ្យក្មេងៗអញ្ចឹងណាអត់ទាន់គ្រប់អាយុហើយវ៉ាងអ៊ីរបស់យើងក៏បានបន្តនិយាយក្នុងចិត្តទៀតថាខ្លួនត្រូវការឲ្យស៊ីរួយនឹងមកទទួលយកស្នាមថាបទាំងអស់បន្ទាប់ហើយក៏បានបកមកនិយាយជាមួយស៊ីស៊ីថាពួកយើងត្រូវរងចាំរហូតដល់ពួកយើងធំឡើងទៅពួកយើងអាចធ្វើរឿងបែបនេះបានយីមកគេនិយាយអត់មកចិត្តស៊ីស៊ីដីចេញភ្នែកផ្កាយអញ្ចឹងណាហើយក៏បាននិយាយថាវាមិនមែនថាខ្ញុំមិនចូលចិត្តទេព្រោះតែខ្ញុំចូលចិត្ត
ដូច្នេះខ្ញុំចង់ឲ្យតម្លៃហើយ CC របស់យើងក៏បានមកចេញទាំងអៀនដល់និយាយថាអត់អីទេហើយរបស់យើងក៏បានសាច់ក្នុងចិត្តថាមិនអីទេដល់ពេលដែលខ្ញុំត្រូវចាក់ចេញហើយដូច្នេះខ្ញុំនឹងទុកកន្លែងដែលនៅសល់ IC រួចពិតប្រាកដហើយរបស់យើងក៏បាននិយាយប្រាប់ថាខ្លួនត្រូវទៅបន្ទប់ទឹកក្នុងចិត្តថារងចាំផ្លែណាហើយ CC របស់យើងក៏ខាត់ដល់ទៅខាត់ឈ្នះហើយក៏ចេញ C រួចពិតប្រាកដមកកូនស្រីទុយ C រួចរបស់យើងក៏បាននិយាយថាខ្ញុំ Cynthia ខ្ញុំនៅទីនេះដើម្បីលេងជាមួយអ្នកហើយ C រួចរបស់យើងក៏ស្រុបតែឡើងសដោយភ្លេចថាតើខ្លួនពងលេងពីអីខ្ញុំភ្លេចវាបាត់ហើយហ្នឹងហើយ CC របស់យើងក៏បានដកដង្ហើមធំដល់និយាយថាតើបងប្រុសគាត់បានបង្ខំអ្នកនិយាយបែបនេះទេពេលដែលលឺអញ្ចឹង C រួចរបស់យើងបានប្រកែកថាគាត់មិនបានបង្ខំនាងទេវាគ្រាន់តែគាត់ហាក់ដូចជាមានទុក្ខលំបាកខ្លាំងនាពេលធ្វើនេះដូច្នេះខ្ញុំគាត់តែចង់ជួយគាត់នៅពេលដែលលឺអញ្ចឹង CC របស់យើងបានឆ្លល់ថាតើគាត់នឹងចង់ធ្វើបាបខ្លួនមែនហើយ CC របស់យើងក៏បានសួរថា C រួយតើអ្នកគិតយ៉ាងណាចំពោះបងប្រុសអ៊ីតើគាត់ជាមនុស្សល្អទេរួយរបស់យើងក៏បាននិយាយថាខ្ញុំមិនសូវដឹងច្បាស់ទេអ្វីដែលគេហៅថាជាមនុស្សល្អទោះជាយ៉ាងណាក៏ដោយលោកម្ចាស់វ័យក្មេងហើយ C រួយរបស់យើងក៏បានសម័យនៅពេលដែលវ៉ាងអ៊ីនឹងធ្វើល្អដាក់អញ្ចឹងណាម៉ាក់កូនរបស់មេកាវេននាងជាក្មេងល្អនាងនឹងមិនរំខានការងាររបស់យើងទេទីរួយរបស់យើងក៏បាននិយាយទាំងមានពលឺភ្លឺផ្លែថាគាត់ត្រូវតែជាមនុស្សល្អខ្លាំងណាស់ហើយកំណត់ខាងក្នុងរបស់ស៊ីរុយក៏បាននិយាយថាគាត់ជាមនុស្សល្អបំផុតបន្ទាប់ពីម៉ាក់ដែលខ្ញុំបានជួបស៊ីរបស់យើងគឺអត់មានមាត់អីទេដែលអានកំណត់ខាងក្នុងរបស់ស៊ីរុយដល់និយាយថាកំណត់ខាងក្នុងរបស់ស៊ីរុយហ្នឹងគឺដូចនឹងការនិយាយរបស់ស៊ីរុយហើយស៊ីរុយរបស់យើងក៏បាននិយាយថាវ៉ាងអ៊ីនឹងបានសុំឲ្យខ្លួនធ្វើអ្វីមួយប៉ុន្តែខ្លួនបានភ្លេចបាត់ហើយតើខ្ញុំគួរតែធ្វើអ្វីទៅស៊ីរបស់យើងក៏បាននិយាយក្នុងចិត្តថានាងពិតជាដូចអ្វីដែលបងប្រុសអ៊ីនិយាយនាងគឺពិតជាមនុស្សស្មោះត្រង់មិនអីទេខ្ញុំនឹងមិនប្រាប់គាត់ទេចាត់ទុកថានេះគឺជាអាចកម្បាំងរវាងយើងទាំងពីរអាចកម្បាំងស៊ីរួយរបស់យើងបានរំភើបនឹងនិយាយថាអាចកម្បាំងស្ដាប់មើលទៅពិតជាអស្ចារ្យខ្លាំងណាស់បាទហើយពួកយើងត្រូវតែធ្វើជាមិត្តល្អនៅចំពោះមុខបងប្រុសវ៉ាងអ៊ីវ៉ាវស៊ីរបស់យើងកំពុងតែបង្រៀនស៊ីរួយឲ្យខូចតើនេះស៊ីយើងក៏បានបន្តថាដោយវិធីនោះគាត់ច្បាស់ជាសប្បាយចិត្តមកស៊ីរួយរបស់យើងវិញគឺថាស្ដាប់ឡើងចំហមាត់ហើយមើលការគិតរបស់ស៊ីគាត់បានគិតថាដូច្នេះហើយគាត់ក៏អាចធ្វើបាបខ្ញុំដោយសុវត្ថិភាពផងដែរអ៊ីឲ្យគេធ្វើបាបខ្លួនដោយសុវត្ថិភាពចេះតែមានហ្មងឥឡូវយើងកាន់មកមើលឈុតបន្ថែមកញ្ញាស៊ីរួយតើតើនឹងអ្វីដែលទូអាចប្រុសកំពុងតែនិយាយនៅពេលនេះតើកញ្ញាមានអ្វីដែលចង់និយាយទេនិយាយអ្វីខ្ញុំមិនចូលចិត្តគាត់ទេយ៉ាងណាក៏ដោយកន្លែងនេះចង់មានន័យថាស៊ីរីអត់ចូលចិត្ត CC ទេដូច្នេះគ្មានអ្វីដែលត្រូវនិយាយពី CC ឡើយហើយសាច់រឿងរបស់យើងក៏បានចាប់ត្រឹមនេះសិនសូមរងចាំទស្សនាភាពបន្តនៅពេលក្រោយ